Nếu với đại dương này dầm bị điều bayលើពិភពលោកយើងទាំងមូលឈ្មោះមួយដែលមិនអាចបំភ្លេចបាននោះគឺលោក Vladimir Putin តើលោក Putin ជានរណាហេតុអ្វីបានជាគាត់មានឥទ្ធិពលខ្លាំងម្ល៉េះនៅក្នុងនយោបាយនៅលើពិភពលោក លោក Vladimir Putin កើតនៅថ្ងៃទី7 ខែតុលាឆ្នាំ1957នៅក្នុងទីក្រុង Leningrad កាលនោះគឺជាសម័យសូវៀតហើយឪពុករបស់គាត់គឺជាទាហានជើងទឹកនៅក្នុងសម័យសង្គ្រាមលោកលើកទី2ចំណែកឯម្ដាយលោក Putin គឺជាកម្មការនីនៅក្នុងរោងចក្រមួយតែប៉ុណ្ណោះពួកគាត់បានរស់នៅក្នុងអាផាតមិនជួលមួយនៅក្នុងទីក្រុងកុមារភាពរបស់លោក Putin បានបង្រៀនគាត់អំពីភាពម៉ឺងម៉ាត់វិន័យនិងការតស៊ូគាត់បានចាប់អារម្មណ៍ខ្លាំងលើការងារស៊ើបអង្កេតតាំងពីគាត់នៅកុមារមកម្ល៉េះPutin គឺជាអ្នកជំនាញយូដូម្នាក់ដ៏មានឥទ្ធិពលគាត់បានហាត់យូដូនិងចេះបាននៅជំនាញនេះយ៉ាងស្ទាត់កាលពីគាត់អាយុ12ឆ្នាំលោក Putin បានក្លាយជាម្ចាស់កីឡាករជើងឯកនៅក្នុងពានរង្វាន់នៅក្នុងប្រទេសរុស្ស៊ីផងដែរលោក Putin តែងតែលើកឡើងថាក្បាច់គុណបានបង្រៀនគាត់នូវវិន័យផ្ទាល់ខ្លួនការគ្រប់គ្រងខ្លួនឯងទស្សនវិជ្ជាសំខាន់សម្រាប់ដឹកនាំគឺការចេះចាប់យកឱកាសការមើលឃើញអំពីចំណុចខ្លាំងនិងចំណុចខ្សោយរបស់គូសត្រូវរបស់គាត់ការបំពេញការងារសម្ងាត់ក្តីសម្បិនរបស់លោក Putin បានក្លាយជាការពិតនៅឆ្នាំ1975បន្ទាប់ពីគាត់បញ្ចប់ការសិក្សានៅសាលាច្បាប់នៃសាកលវិទ្យាល័យ Leningrad គាត់ត្រូវបានជ្រើសរើសជាភ្នាក់ងារសម្ងាត់ KGB ដែលជាភ្នាក់ងារស៊ើបអង្កេតការសម្ងាត់ដ៏មានឥទ្ធិពលមួយនៅក្នុងប្រទេសសូវៀតចាប់តាំងពីឆ្នាំ1985មកដល់ឆ្នាំ1990លោក Putin ត្រូវបានបញ្ជូនឲ្យទៅបំពេញបេសកកម្មធំៗនៅក្នុងប្រទេសអាល្លឺម៉ង់ខាងកើតក្នុងនាមជាមន្ត្រីស៊ើបការបរទេស KGB នៅឆ្នាំ1991នៅពេលដែលសហភាពសូវៀតដួលរលំបទពិសោធន៍នេះបានបណ្ដុះនៅសមត្ថភាពវិន័យដៃថែបនិងការផ្ដោតអារម្មណ៍ដែលវាបានអនុញ្ញាតឲ្យ Putin មានបទពិសោធន៍ការងារយ៉ាងក្រាស់ក្រែលបើយើងនិយាយអំពីដំណើរជីវិតនយោបាយរបស់លោក Putin វិញបន្ទាប់ពីចាក់ចេញពី KGB លោក Putin បានត្រឡប់ទៅទីក្រុងដើមរបស់គាត់វិញហើយបានចាប់ផ្ដើមជាអាជីពនយោបាយរបស់គាត់តាំងពីពេលនោះមកគាត់បានក្លាយជាទីប្រឹក្សាដ៏សំខាន់មួយរបស់លោក Anatoly Sobchak ដែលជាអភិបាលក្រុងដែលត្រូវបានជ្រើសតាំងដោយលទ្ធិប្រជាធិបតេយ្យដំបូងគេលោក Putin បានកសាងកេរ្តិ៍ឈ្មោះជាមន្ត្រីដែលមានសមត្ថភាពស្មោះត្រង់និងក្លាហានបំផុតនៅឆ្នាំ1996គាត់ត្រូវបានផ្លាស់ទៅក្នុងទីក្រុងមូស្គូវិញហើយចូលរួមជារដ្ឋបាលរបស់លោកប្រធានាធិបតី Boris Yeltsin នេះគឺជាដំណើរមួយដែលមិនគួរជឿដែលវាមានការផ្លាស់ប្ដូរលឿនបំផុតនៅក្នុងរយៈពេលតែ3ឆ្នាំប៉ុណ្ណោះ Putin គាត់បានឡើងកាន់តំណែងជាបន្តបន្ទាប់ជាអនុប្រធានាធិបតីរហូតដល់នាយក SBS ដែលជាអ្នកស្នងតំណែងរបស់ KGB នៅក្នុងឆ្នាំ1999នាយករដ្ឋមន្ត្រីក្នុងខែសីហាឆ្នាំ1999ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនោះគឺនៅថ្ងៃទី31ខែធ្នូឆ្នាំ1999លោកប្រធានាធិបតីចាស់បានលាលែងពីតំណែងដោយមិនបានរំពឹងទុកហើយការតែងតាំងជាបន្ទាប់នោះគឺបុរសខ្លាំងយើងលោក Putin ជាប្រធានាធិបតីស្ដីទីនេះគឺជាចំណុចនយោបាយដ៏របត់លឿនមួយដែលបានផ្លាស់ប្ដូរវាសនារបស់ប្រទេសរុស្ស៊ីទាំងមូលផងដែរបន្តមកទៀតមកដល់អាណត្តិដំបូងពីឆ្នាំ2000ដល់ឆ្នាំ2008លោក Putin បានឈ្នះការបោះឆ្នោតជាប្រធានាធិបតីនៅក្នុងឆ្នាំ2000 Putin បានសន្យាថានឹងស្ដារសណ្ដាប់ធ្នាប់និងភាពអង់អាចក្លាហានរបស់រុស្ស៊ីឡើងវិញហើយបន្ទាប់ពីភាពវឹកវរនៃសតវត្សឆ្នាំ90មកអាណត្តិដំបូងរបស់លោក Putin ត្រូវបានកំណត់ដោយគោលនយោបាយពីរទី1គឺការពង្រឹងអំណាចកណ្ដាលហើយទី2គឺការកំណើនសេដ្ឋកិច្ចដោយការដំឡើងប្រេងខ្ពស់សេដ្ឋកិច្ចរុស្ស៊ីមានការរីកចម្រើននិងគួរឲ្យកត់សម្គាល់ដែលធ្វើឲ្យប្រជាប្រិយភាពរបស់លោក Putin បានកើនឡើងបើយើងនិយាយអំពីអាណត្តិក្រោយៗនេះពីឆ្នាំ2012រហូតមកដល់បច្ចុប្បន្នបន្ទាប់ពី2012
អាណត្តិក្រោយៗនេះបានបង្ហាញពីការផ្លាស់ប្ដូរទៅរកការគ្រប់គ្រងដែលកាន់តែផ្ដាច់ការជាងមុនហើយនឹងការប្រឈមមុខដាក់គ្នាជាមួយនឹងលោកខាងលិចឯណោះទៅវិញឆ្នាំ2014រុស្ស៊ីបានបញ្ចូលតំបន់គ្រីមេរបស់អ៊ុយក្រែននៅក្នុងដែនដីរបស់ខ្លួនហើយកាលពីឆ្នាំ2000លោកបានធ្វើនយោបាយយ៉ាងបង្ក្រាបយ៉ាងខ្លាំងទៅលើគណៈបកប្រឆាំងនិងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅក្នុងប្រទេសរុស្ស៊ីឆ្នាំ2020ដដែលគាត់បានអនុម័តការតែងតាំងរដ្ឋធម្មនុញ្ញដែលអនុញ្ញាតឲ្យគាត់អាចចូលឈ្មោះបោះឆ្នោតបានម្ដងទៀតរហូតដល់អាចកាន់អំណាចដល់ឆ្នាំ2036ឯណោះព្រឹត្តិការណ៍ធំចុងក្រោយដែលពូទីនបានធ្វើយ៉ាងកុសក្លឿនហើយវាខុសច្បាប់អន្តរជាតិនោះគឺការឈ្លានពានទង់ទ្រាយធំទៅលើប្រទេសអ៊ុយក្រែនដែលបង្កឲ្យមានការថ្កោលទោសនិងការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរពីប្រទេសលោកខាងលិចសរុបមកលោក Vladimir Putin គឺជាបរិះម្នាក់ដែលអាចផ្លាស់ប្ដូរភាពច្របូកច្របល់របស់រុស្ស៊ីពីការលទ្ធិប្រជាធិបតេយ្យទៅជាលទ្ធិមួយដែលផ្ដាច់ការនិងមានភាពផុយស្រួយខ្លាំងគាត់បានឆ្លងកាត់ជីវិតពីក្មេងប្រុសម្នាក់ដែលសម័យចង់ខ្លាចជាចារៈបុរសរហូតដល់ខ្លាចជាថ្នាក់ដឹកនាំដ៏មានអំណាចមួយនៅលើពិភពលោកក្នុងសតវត្សទី21ប្រវត្តិរបស់លោកបានបង្ហាញថាគាត់ជាមនុស្សដែលមានភាពប្រុងប្រយ័ត្នខ្ពស់ភាពស្ទាត់ជំនាញខាងយុទ្ធសាស្ត្រនិងការតាំងចិត្តមុខមាត់ក្នុងការដឹកនាំនិងស្ដារប្រទេសរបស់លោកឲ្យមានភាពអង់អាចក្លាហាននៅលើពិភពលោកបាទសូមអរគុណបើសិនបើបងប្អូនចូលចិត្តកុំភ្លេចចុច like និង subscribe ម្នាក់មួយផង